សូមយល់ដឹងអំពីការរំជួយផែនដីរំជួយផែនដីគឺជាការរំញោចឬរងាប់ភ្លាមៗនៃផ្ទៃផែនដីដែលបណ្ដាលមកពីការបញ្ចេញថាមពលពីសំបកផែនដីថាមពលនេះជាធម្មតាត្រូវបានបញ្ចេញដោយសារតែចរណៈនៃបន្ទះតិចតួនិកចរណៈនៃបន្ទះតិចតួនិកពាក្យថាតិចតួនិកទាក់ទងនឹងរចនាសម្ព័ន្ធនិងចរណៈរបស់ផែនដីសតុបខាងក្រៅរឹងនៃផ្ទៃផែនដីវាសំដៅជាចម្បងទៅលើចរណៈនៃផ្ទាំងថ្មធំៗដែលហៅថាបន្ទះតិចតួនិកដែលបង្កើតជាផ្ទៃផែនដីសំបកខាងក្រៅរបស់ផ្ទៃផែនដីត្រូវបែងចែកជាបន្ទះតិចតួនិកជាច្រើនដែលអណ្ដែតលើសន្ទាប់ពាក់កណ្ដាលសាជារាវនៅក្រោមផ្ទៃផែនដីចរណៈនៃបន្ទះទាំងនេះបណ្ដាលឲ្យមានការរំជូរដីការផ្ទុះភ្លើងនិងបង្កើតភ្នំនិងសមុទ្រការរំជូរដីភាគច្រើនកើតឡើងនៅព្រំដែនសន្ទាប់ផែនដីសំបកខាងក្រៅរបស់ផែនដីសំបកមិនមែនជាបំណែករឹងតែមួយទេផ្ទុយទៅវិញវាត្រូវបានបំបែកជាបំណែកធំៗដែលហៅថាផ្លែនគឺដូចជាបំណែកគុំដែលអណ្ដែតលើស្ទប់ថ្មរឹងនិងទន់ដែលរអិលប៉ះគ្នារអិលកាត់គ្នាទៅវិញទៅមកឬរំអិលដាច់ចេញពីគ្នាការរំជូរដីអាចកើតឡើងដោយសារតែចរណៈម៉ាស់ម៉ាគឺជាថ្មរលាយក្តៅដែលត្រូវបានរកឃើញនៅក្រោមផ្ទៃផែនដីវាត្រូវបានបង្កើតឡើងនៅពេលដែលថ្មជ្រៅនៅខាងក្នុងស្នូលផែនដីរលាយដោយសារតែសីតុណ្ហភាពនិងសម្ពាធខ្យល់នៅពេលដែលម៉ាស់ម៉ាទៅដល់ផ្ទៃតាមរយៈភ្លើងវាត្រូវបានគេហៅថាឡាវ៉ាសរុបសេចក្តីមកការរំជូរដីគឺជាបាតុភូតធម្មជាតិដែលបង្កឡើងដោយការបញ្ចេញថាមពលភ្លាមៗនៅក្នុងសំបកផែនដី